អ្នកខ្ញុំសូមអនុញ្ញាតគ្រប់នឹងជម្រាបសួរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីជួសជែកពីច្បាប់របស់ BTV នៅក្នុងចុងសប្តាហ៍នេះពីកម្មវិធីនឹងលើកយកជ្រុំមួយតាក់ទិនទៅនឹងផ្នែកពាណិជ្ជកម្មកន្លងទៅយើងដឹងថានៅពេលដែលមានវិវាទកាត់ឡើងគឺគូភាគីមិនថានៅក្នុងវិស័យអ្វីទេគឺយើងតែគិតទៅដល់តុលាការស៊ីវិលដែលយើងគិតទៅដល់តុលាសាលាដំបងឬក៏អូតូឬក៏កំពូលដែលមាននៅតាមបណ្ដាភូមិភាគឬក៏រាជធានីខេត្តនៅក្នុងថ្ងៃនេះយើងនិយាយជ្រុំមួយនៃផ្នែកពាណិជ្ជកម្មថាតើនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាប្រសិនបើការធ្វើប្រតិកម្មគូភាគីណាមួយឬក៏គូភាគីមានវិវាទកើតឡើងមានច្រកណាដែលល្អបំផុតសម្រាប់ការធ្វើប្រតិកម្មឬក៏ការដោះស្រាយវិវាទផ្នែកប្រតិកម្មដែរទេជាការពិតគឺយើងមានផ្នែកមួយពាក់ព័ន្ធទៅនឹងមជ្ឈត្តការពាណិជ្ជកម្មថាតើអ្វីទៅជាមជ្ឈត្តការពាណិជ្ជកម្មនីតិវិធីបែបណាខ្លះនៅក្នុងថ្ងៃនេះវាគ្មិនក្រយុគឺមេធាវីសុយសិង្ហៃដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានឹងចូលរួមចែករំលែកទៅលើប្រធានបទដ៏មានសារៈសំខាន់និងថ្មីសម្រាប់ទស្សនិកជនគឺនីតិវិធីនៃមជ្ឈត្តការពាណិជ្ជកម្មដូច្នេះសូមតាមដានទស្សនានៅការជជែកនៅក្នុងកម្មវិធីនៃសប្តាហ៍នេះដូចតទៅសូមជម្រាបសួរលោកមេធាវីចា៎បាទសូមជម្រាបសួរបងអរគុណសម្រាប់ការអញ្ជើញចូលរួមនៅក្នុងកម្មវិធីជជែកពីច្បាប់របស់ BTV នៅក្នុងចុងសប្តាហ៍នេះដោយដែលនេះខ្ញុំបានលើកឡើងថានៅថ្ងៃនេះគឺយើងជជែកទៅលើប្រធានបទថ្មីមួយដែលកន្លងទៅយើងអត់ទាន់បានជជែកគ្នាទេគឺទៅលើផ្នែកពាណិជ្ជកម្មដែលយើងហៅថាមជ្ឈត្តការពាណិជ្ជកម្មស្ដាប់ទៅគឺយើងបច្ចេកទេសបន្តិចសម្រាប់ពុកម៉ែបងប្អូនដែលគាត់អត់បានរៀនផ្នែកច្បាប់ប្រហែលជាគាត់ឮទៅរឿងប្លែកអាចដូរប៉ុស្តិ៍ប៉ុន្តែចង់ឲ្យបងប្អូនយើងឬក៏យុវជនអ្នកដែលគាត់រៀនជំនាញនេះឬក៏ធ្វើការពាក់ព័ន្ធទៅនឹងម្ចាស់សហគ្រាសអីផ្សេងអ្នករស់ស៊ីអ្នកវិនិយោគគួរតែបានស្វែងយល់អំពីមជ្ឈត្តការពាណិជ្ជកម្មថាជាអ្វីដូចជាសំណួរដំបូងចង់ឲ្យលោកមេធាវីបង្ហាញអំពីនិយមន័យទូទៅអំពីមជ្ឈត្តការពាណិជ្ជកម្មជាអ្វីបាទអរគុណចំពោះសំណួរអញ្ចឹងពាក្យថាមជ្ឈត្តការពាណិជ្ជកម្មបើសិនជាយើងប្រើនៅក្នុងអត្ថន័យស្រួលយល់វាគឺជាយន្តការក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលគូភាគីក៏បានប្រងព្រៀងគ្នាដែលស្ម័គ្រចិត្តក្នុងការយកវិវាទពាណិជ្ជកម្មរបស់គាត់ដើម្បីទៅធ្វើការដោះស្រាយចំពោះមុខវេទិកាមជ្ឈត្តកម្មហើយការសម្រេចសេចក្តីនោះមានអានុភាពដូចទៅនឹងសារក្រមស្ថាពររបស់តុលាការចា៎បាទអញ្ចឹងនៅក្នុងនេះទៅពេលយើងស្ដាប់ទៅគឺពាក្យថាមជ្ឈត្តការពាណិជ្ជកម្មគឺមានធាតុផ្សំចំនួន4ទី1វាគឺជាយន្តការក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានន័យថាវាអត់មានពាក់ព័ន្ធជាមួយនឹងនីតិវិធីតុលាការទេវាធ្វើនៅក្រៅប្រព័ន្ធតុលាការទី2គឺវាទាមទារឲ្យមានការព្រមព្រៀងគ្នារវាងគូភាគីដើម្បីយកវិវាទហ្នឹងទៅដោះស្រាយបើមិនជាគាត់អត់ធ្វើការព្រមព្រៀងទេគឺมันអាចធ្វើការយកសំណុំរឿងហ្នឹងទៅដោះស្រាយបានដែរដែលខុសពីនីតិវិធីតុលាការទី3គឺមជ្ឈត្តការពាណិជ្ជកម្មដោះស្រាយវិវាទពាណិជ្ជកម្មតែប៉ុណ្ណោះអញ្ចឹងពាក្យថាពាណិជ្ជកម្មនៅក្នុងបរិបទនេះគឺចង់សំដៅទៅលើការធ្វើធុរកិច្ចផ្សេងការលក់ទិញទំនិញការផ្គត់ផ្គង់ទំនិញឬក៏ផ្គត់ផ្គង់សេវាអីរវាងពាណិជ្ជករនិងពាណិជ្ជករឬក៏ពាណិជ្ជករនិងអតិថិជនក្នុងគោលបំណងយកប្រាក់បាទអញ្ចឹងបើសិនជាក្នុងរូបភាពណាមួយនៃការធ្វើពាណិជ្ជកម្មហ្នឹងហើយមានវិវាទកើតឡើងទើបអាចធ្វើការដោះស្រាយវិវាទតាមមជ្ឈត្តការពាណិជ្ជកម្មបានចា៎ដែលខុសពីនៅក្នុងវិវាទផ្សេងដូចជាវិវាទគ្រួសារបាទវិវាទគ្រួសារការលែងលះការកំណត់អំណាចមេបាឬក៏ការកំណត់អាហារកាតព្វកិច្ចអីគឺมันអាចធ្វើការដោះស្រាយតាមមជ្ឈត្តការពាណិជ្ជកម្មបានទេគឺច្បាប់កំណត់ថាជាសមត្ថកិច្ចផ្នែកមុខរបស់តុលាការចា៎ចំណុចទី4គឺថាធៀបសំការដោះស្រាយវិវាទតាមរយៈមជ្ឈត្តការពាណិជ្ជកម្មមានអាទិភាពជាស្ថាពរមានន័យថារាល់ការសម្រេចសេចក្តីមជ្ឈត្តវិនិច្ឆ័យរបស់មជ្ឈត្តការពាណិជ្ជកម្មគឺមានអានុភាពដូចទៅនឹងសារក្រមស្ថាពរដែរបាទចាំន័យថា4ចំណុចនេះគឺយើងផ្ដោតសំខាន់ទៅលើធុរកិច្ចជនទៅលើអ្នករកស៊ីប៉ុន្តែអ្នករកស៊ីនេះក៏មិនមែនមានថាផ្ដោតទៅលើតែអ្នករកស៊ីនិងរកស៊ីដែរគឺផ្ដោតទៅលើអ្នកផ្គត់ផ្គង់សេវាជាមួយអ្នកប្រើប្រាស់ហ្នឹងក៏ចាត់ទុកថាជាលក្ខខណ្ឌមួយដែលចូលទៅក្នុងការដោះស្រាយមជ្ឈត្តការពាណិជ្ជកម្មដូចគ្នាដែរបាទបងបាទសំខាន់ឲ្យតែមើលក្នុងវិសាលភាពនៃការធ្វើពាណិជ្ជកម្មការទិញលក់អីជាមួយគ្នាហ្នឹងហើយទៅវាអត់មានចូលនៅក្នុងសមត្ថកិច្ចផ្ដាច់មុខរបស់តុលាការគឺអាចដោះស្រាយតាមរយៈមជ្ឈត្តការពាណិជ្ជកម្មបានជាយន្តការមួយដែលផ្ដល់នៅការដោះស្រាយមួយក្រៅប្រព័ន្ធតុលាការបាទចំណុចនេះបើយើងកលេចមើលសារបានបន្តិចថាតើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការសម្រាប់វិស័យពាណិជ្ជកម្មដែលយើងហៅថាមជ្ឈត្តការពាណិជ្ជកម្មនេះវាមានកាំងពីដើមឡើយនៅកម្ពុជាយ៉ាងដូចម្ដេចដែរគឺថាសារបានឬក៏ប្រវត្តិបែបណាដែរបាទនៅក្នុងបរិបទប្រទេសកម្ពុជាយើងការដោះស្រាយវិវាទតាមរយៈយន្តការមជ្ឈត្តការពាណិជ្ជកម្មគឺមានដំណើរការនឹងត្រូវបានទទួលស្គាល់តាមរយៈច្បាប់ស្តីពីមជ្ឈត្តការពាណិជ្ជកម្មដែលត្រូវបានអនុម័តដោយរដ្ឋសភានៅឆ្នាំ2016
បាទនៅក្នុងច្បាប់ ឆ្នាំហើយ បាទ20ឆ្នាំហើយបាទ 20ឆ្នាំ នៅក្នុងដំណើរការនីតិវិធីមជ្ឈត្តការពាណិជ្ជកម្មនេះគឺច្បាប់បានទទួលស្គាល់អំពីសមត្ថកិច្ចរបស់វានៅក្នុងច្បាប់ហ្នឹងក៏បានកំណត់អំពីនីតិវិធីផ្សេងៗនិងលក្ខណៈសម្បត្តិសំខាន់បាទនៅក្នុងនោះផងដែរក៏ច្បាប់ក៏បានបង្កើតនៅស្ថាប័នថ្មីមួយហៅថាមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មឬក៏គេហៅថាមចមដែលបច្ចុប្បន្នហ្នឹងនៅដូចនៅម្ដុំកោះពេជ្របាទអញ្ចឹងគឺស្ថាប័នមចមនេះគឺជាស្ថាប័នឯករាជ្យមួយដែលមានសិទ្ធិតាមច្បាប់ក្នុងការទទួលពិនិត្យហើយធ្វើការសម្រេចសេចក្តីវិនិច្ឆ័យសំណុំរឿងពាក់ព័ន្ធជាមួយនឹងពាណិជ្ជកម្មដែលគូភាគីហ្នឹងក៏បានប្រឹងប្រែងគ្នាដើម្បីយកវិវាទរបស់គាត់មកធ្វើការដោះស្រាយតាមយន្តការមជ្ឈត្តការពាណិជ្ជកម្មចា៎បាទអញ្ចឹងបើសិនជាយើងស្ដាប់ទៅដូចបងមានភាសាអញ្ចឹងគឺ20ឆ្នាំវាគិតថាយូរប៉ុន្តែបើសិនជាយើងប្រៀបធៀបនៅក្នុងបរិបទអន្តរជាតិបាទនៅក្នុងបរិបទអន្តរជាតិដូចជានៅប្រទេសអាមេរិកឬក៏នៅប្រទេសនៅចក្រភពអង់គ្លេសអីការវិវត្តភាពរបស់គេគឺចូលចង់100ឆ្នាំជាងហើយបាទយូរជាងយើងឆ្ងាយណាស់អញ្ចឹងយើងនៅក្មេងទេសង្គមសេដ្ឋកិច្ចរបស់គេបាទបងបាទអញ្ចឹងយើងនៅរៀងក្មេងដែរដែលឡែកប្រសិនបើក្នុងករណីកាត់មានវិវាទកាត់ឡើងចង់ឲ្យលោកមេធាវីបង្ហាញអំពីផ្លូវថាតើនៅពេលដែលភាគីទាំងពីរមានវិវាទនៅពេលដែលឧទាហរណ៍ថាកងត្រានឹងមិនអាចដោះស្រាយដោយមានការបំពេញកងត្រាកិច្ចសន្យានឹងមិនបានគោរពដោយភាគីណាមួយអញ្ចឹងថាតើនៅពេលដែលកើតមានវិវាទអញ្ចឹងឲ្យពួកគាត់ចង់ទៅដោះស្រាយតាមការធ្វើមជ្ឈត្តការពាណិជ្ជកម្មផ្លូវទៅតាមណាទៅតាមរបៀបណាចង់ឲ្យលោកមេធាវីបង្ហាញផ្លូវបន្តិចថាតើទៅធ្វើដូចម្តេចបាទបងបាទដូចខ្ញុំបានបញ្ជាក់ពីដំបូងអញ្ចឹងការដោះស្រាយវិវាទតាមរយៈមជ្ឈត្តការពាណិជ្ជកម្មគោលគំនិតសំខាន់ជាងគេគឺតតែមានការព្រមព្រៀងរវាងគូភាគីព្រមព្រៀងចា៎ប៉ុន្តែព្រមព្រៀងហ្នឹងតើអាចផ្ដើមដោយតំណាងមេធាវីរបស់ភាគីទាំងសងខាងទេឬក៏តតែភាគីខ្លួនឯងផ្ទាល់សម័យម្ចាស់សហគ្រាសហ្នឹងយល់ព្រមតែម្ដងឬក៏យ៉ាងណាបាទធម្មតាបើសិនជាគាត់ធ្វើកិច្ចសន្យាហ្នឹងឬក៏គាត់ឲ្យមេធាវីគាត់ជាអ្នកចុះកិច្ចសន្យាជំនួសមានលិខិតប្រកាសសិទ្ធិអីសំទៅតាមច្បាប់គឺអាចបង្ហាញថានឹងជាឆន្ទៈរបស់ភាគីដែរបាទប៉ុន្តែចំពោះការព្រមព្រៀងនីតិសាស្ត្រគឺមានពីរប្រភេទទី1គឺជាការព្រមព្រៀងមុនពេលដែលវិវាទកើតឡើងថាភាគីនោះក៏បានព្យាករទុកជាមុនថាទៅពេលគាត់មានវិវាទគឺដោះស្រាយរបៀបម៉េចទោះតែមានចែកនៅក្នុងកិច្ចសន្យាឬក៏យ៉ាងដូចម្តេចបាទក្នុងករណីនេះគឺឧទាហរណ៍ថាគាត់បានធ្វើការងារឬក៏រកស៊ីជាមួយនឹងពាណិជ្ជករមួយទៀតហើយទៅគាត់ធម្មតាគាត់រកស៊ីធំដុំឬក៏រកស៊ីខ្នាតកណ្ដាលអីគាត់តែតែមានកិច្ចសន្យាចុះជាមួយគ្នាថាក្នុងកិច្ចសន្យាមានថាត្រូវទិញតំណែងឲ្យគេតម្លៃតំណែងពេលណាត្រូវបង់លុយអីផ្សេងនៅក្នុងនោះបើសិនជាគាត់ចង់ព្យាករថាឥឡូវទៅពេលមានវិវាទយើងចង់ដោះស្រាយតាមរបៀបម៉េចឥឡូវបើភាគីថាខ្ញុំចង់ដោះស្រាយតាមរយៈមជ្ឈត្តការពាណិជ្ជកម្មគាត់ទៅសេclear ខ្លីមួយមកបាទជាខចែងគេហៅថាជាខចែងមជ្ឈត្តការឬក៏ arbitration clause គាត់ទៅសេថាឥឡូវទៅពេលភាគីមានវិវាទពាក់ព័ន្ធជាមួយកិច្ចសន្យា1 2 3គឺត្រូវដោះស្រាយតាមរយៈមជ្ឈត្តការពាណិជ្ជកម្មចា៎បាទគាត់ទៅសេប៉ុណ្ណឹងគឺមានការផ្តិតមេដៃទទួលស្គាល់គឺថានៅពេលដែលមានវិវាទវាផ្ដល់សិទ្ធិនិងសមត្ថកិច្ចទៅដល់មជ្ឈត្តការពាណិជ្ជកម្មក្នុងការដោះស្រាយហើយបាទអញ្ចឹងឧទាហរណ៍បន្តថាអនុវត្តកិច្ចសន្យាបាន2ឆ្នាំស្រាប់មកមានវិវាទជាមួយគ្នាថាអ្នកទិញហ្នឹងក៏អត់បង់លុយអត់បង់អីចឹងបាទហើយអត់មានផលិតផលតំណែងបាទឧទាហរណ៍អញ្ចឹងទៅអញ្ចឹងភាគីដែលជាម្ចាស់បំណុលដែលគាត់មានសិទ្ធិក្នុងការទាមទារលុយឬសិទ្ធិក្នុងការទាមទារតំណែងហ្នឹងចាឧទាហរណ៍ថាគាត់ដាក់ពាក្យទៅតុលាការគាត់អត់បានមើលកិច្ចសន្យាទេគាត់ដាក់ពាក្យទៅតុលាការស្រាប់មកតុលាការពិនិត្យទៅពេលតុលាការពិនិត្យបើសិនជាតុលាការរកឃើញថានៅក្នុងកិច្ចសន្យាដែលជាកម្មវត្ថុនៃវិវាទហ្នឹងមានខចែងមជ្ឈត្តការហើយភាគីស្នើសុំឲ្យយកវិវាទហ្នឹងទៅដោះស្រាយតាមមជ្ឈត្តការពាណិជ្ជកម្មគឺតុលាការមានកាតព្វកិច្ចតាមច្បាប់ក្នុងការបង្វិលសំណុំរឿងហ្នឹងឲ្យមជ្ឈត្តការធ្វើការដោះស្រាយវិញមានន័យថាតុលាការអត់មានសិទ្ធិក្នុងការកាត់សេចក្តីនៅក្នុងរឿងហ្នឹងទេបាទនេះលក្ខខណ្ឌទី1បាទលក្ខខណ្ឌទី1អញ្ចឹងលក្ខខណ្ឌទី2គឺពាក់ព័ន្ធជាមួយនឹងការដោះស្រាយវិវាទក្នុងករណីដែលអត់មានខចែងមជ្ឈត្តការបាទតាមច្បាប់ក៏នៅតែទទួលស្គាល់អនុញ្ញាតឲ្យភាគីធ្វើការដោះស្រាយតាមរយៈមជ្ឈត្តការពាណិជ្ជកម្មដែរដោយសារយើងដឹងស្រាប់ហើយគូភាគីខ្លះនៅពេលដែលគាត់រកស៊ីមួយគ្នាមិនមែនមានកិច្ចសន្យាទេបាទពេលខ្លះខ្ញុំរកស៊ីជាមួយមិត្តភ័ក្តិកិច្ចសន្យាផ្ទាល់មាត់បាទអសចាហ្នឹងហើយជាស្រ័យខ្ញុំធ្វើការជាមួយនឹងមិត្តភ័ក្តិឬក៏គ្រួសារអញ្ចឹងយើងជឿទុកចិត្តគ្នាអត់បានធ្វើជាកិច្ចសន្យាជាលិលាអសអញ្ចឹងអត់មានខចែងទេប៉ុន្តែនៅពេលដែលមានវិវាទកើតឡើងគាត់តែងតែចរចាជាមួយគ្នាពិភាក្សាគ្នាអញ្ចឹងទៅពេលគាត់ពិភាក្សាគ្នាគាត់និយាយថាឥឡូវខ្ញុំអត់ចង់ទៅតុលាការខ្ញុំនៅតែចង់ដោះស្រាយក្រៅប្រព័ន្ធតុលាការជាមួយអ្នកអញ្ចឹងគាត់អាចធ្វើជាកិច្ចសន្យាខ្លីមួយថាគូភាគីព្រមព្រៀងគ្នាដើម្បីទៅដោះស្រាយវិវាទតាមរយៈមជ្ឈត្តការពាណិជ្ជកម្មចា៎បាទអញ្ចឹងក៏ផ្ដល់មេដាយទៅគឺមានអនុភាពដើម្បីធ្វើការចាប់ផ្ដើមនីតិវិធីមជ្ឈត្តការពាណិជ្ជកម្មហើយបើសិនជាគាត់
ចង់ធ្វើតាមរបៀបហ្នឹងគឺច្បាប់អនុញ្ញាតឲ្យធ្វើបាន ចឹងគឺបើកនៅតែបើកចំហនៅតែបើកផ្លូវ សម្រាប់ដល់ជំរឿសទៅដល់ខាងវិនិយោគិនឬក៏អ្នករកស៊ីទោះបើសិនជាមានចែងគឺអូតូម៉ាទិកត្រូវទៅធ្វើការដោះស្រាយតាមរយៈមជ្ឈត្តការពាណិជ្ជកម្មប៉ុន្តែបើទោះបីគ្មានចែងនៅក្នុងកិច្ចសន្យាមុនពេលវិវាទកើតឡើងក៏ពិតមែនក៏នៅតែច្បាប់បើកផ្លូវដែរថាអ្នកអាចនិយាយគ្នាបានតែសិនជាអ្នកទាំងពីរព្រមទៅគឺនៅតែច្បាប់បើកសិទ្ធឲ្យអ្នកទៅដោះស្រាយតាមរយៈមជ្ឈត្តការពាណិជ្ជកម្មត្រឹមត្រូវបងបាទនៅក្នុងពេលដែលយើងយល់ព្រមហើយគឺចង់ឲ្យលោកមេធាវីបង្ហាញបន្ថែមទៀតថាតើនីតិវិធីនឹងត្រូវដោះស្រាយយ៉ាងដូចផ្ដាច់ដើម្បីឲ្យអ្នកទស្សនាដែលជាម្ចាស់សហគ្រាសឬក៏ធុរកិច្ចជនគាត់បានដឹងខ្លះៗថានៅពេលដែលគាត់យល់ព្រមនៅក្នុងការលើកយកវិវាទរបស់ពួកគាត់ផ្នែកពាណិជ្ជកម្មទៅដោះស្រាយហ្នឹងគាត់អាចត្រៀមជាឯកសារពីព្រោះថាវានឹងមាននីតិវិធីជួយបន្តហោហែបាទបងបាទអញ្ចឹងធម្មតានៅក្នុងនីតិវិធីវិចិត្រការពាណិជ្ជកម្មក៏មាននីតិវិធីចែងដូចទៅនឹងនីតិវិធីតុលាការដែរបាទប៉ុន្តែគ្រាន់តែករណីនេះវាបើកសិទ្ធិទូលំទូលាយជាងឲ្យគូភាគីក្នុងការកំណត់ជំរើសថាតើគាត់ចង់ជ្រើសរើសព្រមព្រៀងគ្នាអំពីនីតិវិធីរយៈពេលប្រមាណដើម្បីធ្វើការដោះស្រាយបាទអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់ផងដែរថាចំពោះយើងនៅប្រទេសកម្ពុជាខ្ញុំសូមអត់លើកពាក់ព័ន្ធជាមួយនឹងមជ្ឈត្តការពាណិជ្ជកម្មនៅនីតិវិធីរបស់ប្រទេសផ្សេងទេដោយសារប្រទេសនីមួយៗអាចមានភាពខុសៗគ្នាបន្តិចបន្តួចមែនប៉ុន្តែជាគោលការណ៍គឺនីតិវិធីគឺដូចគ្នាប្រហាក់ប្រហែលគ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមរៀបរាប់ពាក់ព័ន្ធតែជាមួយនឹងនីតិវិធីដែលមានចែងនៅក្នុងវិធានស្ដីពីមជ្ឈត្តការពាណិជ្ជកម្មនៃមចមឬក៏គេហៅថាមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មចា៎បាទអញ្ចឹងដំបូងគេបើសិនជាគូភាគីគាត់ចង់ព្រមព្រៀងគ្នាដើម្បីយកវិវាទនឹងទៅដោះស្រាយគឺគាត់ត្រូវពិឆែកមើលថាតើគាត់មានសិទ្ធិមានការព្រមព្រៀងរវាងគ្នាក្នុងការដោះស្រាយតាមរយៈមជ្ឈត្តការពាណិជ្ជកម្មអត់បាទបើសិនជាគាត់អូខេគាត់ពិនិត្យមើលលើកិច្ចសន្យាមានខចែងមជ្ឈត្តការគឺគាត់អាចដោះស្រាយបានទើបគាត់អាចចាប់ផ្ដើមអញ្ចឹងនៅពេលដែលគាត់ចាប់ផ្ដើមគឺភាគីដំបូងភាគីប្តឹងទាមទារបាទគាត់នឹងត្រូវដាក់ពាក្យសេចក្តីជូនដំណឹងអំពីមជ្ឈត្តកម្មឬក៏គេហៅថា Notice of Arbitration ហ្នឹងទៅខាងអគ្គលេខាធិការដ្ឋានមចមដើម្បីចាប់ផ្ដើមអញ្ចឹងនៅក្នុងសេចក្តីជូនដំណឹងហ្នឹងគឺត្រូវរៀបរាប់គឺត្រូវបញ្ជាក់អំពីឈ្មោះអាសយដ្ឋានរបស់គូភាគីលេខទូរស័ព្ទឬក៏វិស័យទំនាក់ទំនងផ្សេងបាទភ្ជាប់ជាមួយនឹងការទាមទារបាទអង្គហេតុអង្គច្បាប់ផុសតាងបាទគាត់ត្រូវបញ្ជាក់ថាតើវិវាទហ្នឹងកើតឡើងដោយមិនដេចថាគាត់ចុះកិច្ចសន្យាជាមួយគ្នាពេលណាមានវិវាទលើអីគេអញ្ចឹងគាត់ត្រូវបញ្ជាក់ជូនខាងមចមហ្នឹងឲ្យគេដឹងថាសារបានរបស់រឿងហ្នឹងគឺពាក់ព័ន្ធជាមួយនឹងអ្វីបាទអញ្ចឹងកន្លែងនេះផងដែរគឺគាត់អាចភ្ជាប់ជាមួយនឹងសំណើផ្សេងពាក់ព័ន្ធជាមួយនឹងដំណើរការនីតិវិធីគាត់អាចជ្រើសរើសមជ្ឈត្តករថាតើមជ្ឈត្តករណាគាត់អាចមានពេញចិត្តដើម្បីយកមកធ្វើការដោះស្រាយបាទអញ្ចឹងកន្លែងនេះបើសិនជាយើងប្រៀបទៅគឺវាដូចទៅនឹងពាក្យបណ្ដឹងតុលាការនៅក្នុងសំណុំរឿងរបបវិនីដែរបាទដោយសារក្នុងសំណុំរឿងរបបវិនីគឺទាមទារអ្វីខ្លះមានតែឈ្មោះអាសយដ្ឋានខ្លឹមសារដែលទាមទារឲ្យតុលាការចេញនិងអង្គហេតុផុសតាងគឺបើយើងប្រៀបទៀតទៅវាស្តៀងគ្នាដែរទេបាទគ្រាន់តែមួយដាក់ទៅតុលាការមួយដាក់ទៅអគ្គលេខាធិការដ្ឋានមចមដើម្បីចាប់ផ្ដើមបាទអញ្ចឹងទី2នៅពេលដែលខាងមចមគាត់ទទួលបានឯកសារនឹងហើយគេនឹងធ្វើការពិនិត្យថាតើមានបានបង់ថ្លៃរដ្ឋបាលហើយនៅបាទបើសិនជាបង់ថ្លៃរដ្ឋបាលគ្រប់ទៅសេសេចក្តីជូនដំណឹងនោះគឺសេត្រឹមត្រូវតាមច្បាប់គឺគាត់នឹងធ្វើការបញ្ជូនទៅភាគីម្ខាងទៀតហៅថាភាគីឆ្លើយតបកន្លែងសូមបញ្ជាក់បន្តិចថានៅក្នុងនីតិវិធីមជ្ឈត្តការពាណិជ្ជកម្មគេហៅភាគីប្តឹងទាមទារនិងភាគីឆ្លើយតបបាទភាគីប្តឹងទាមទារហ្នឹងគឺប្រៀបដូចទៅនឹងភាគីដើមម្ដងហើយទៅភាគីឆ្លើយតបគឺចុងចម្លើយគ្រាន់តែនីតិវិធីខុសគ្នាគេប្រើឈ្មោះខុសគ្នាបាទបុគ្គលខុសគ្នាបាទប៉ុន្តែបើសិនជាយើងមើលទៅតួដំណើរតួគឺស្តៀងគ្នាទេបាទអញ្ចឹងក្រោយពេលដែលគាត់ផ្ញើឯកសារហ្នឹងទៅខាងភាគីឆ្លើយតបហើយគឺភាគីឆ្លើយតបគេនឹងកំណត់រយៈពេលសមរម្យដើម្បីធ្វើការពិនិត្យហើយខាងភាគីឆ្លើយតបត្រូវតែដាក់សេចក្តីជូនដំណឹងអំពីការឆ្លើយតបដើម្បីឲ្យគាត់ទទួលស្គាល់ឬក៏បដិសេធទៅលើការទាមទារណាមួយអញ្ចឹងឧទាហរណ៍ថាភាគីដែលប្តឹងទាមទារហ្នឹងគាត់ទាមទារឲ្យសងលុយ$10 លានចុះបាទ$10 លានប៉ុន្តែភាគីឆ្លើយតបគាត់មានអង្គហេតុថាគាត់កាប់នៅឆ្នាំ2025គាត់ធ្លាប់សងអស់$3 លានហើយអញ្ចឹងគាត់មិនមែនជំពាក់$10 លានទេគឺគាត់ជំពាក់$7 លានឧទាហរណ៍$7 លានទេឧទាហរណ៍គាត់មានសម្អាងគាត់មានផុសតាងច្បាស់គាត់បានសងកម្រិតណាអញ្ចឹងបាទហ្នឹងគឺនេះគេហៅថាជាការបដិសេធឬក៏ការទទួលស្គាល់ទៅលើអង្គហេតុនឹងការទាមទារអញ្ចឹងគាត់ត្រូវធ្វើការបញ្ជាក់អំពីអាហ្នឹងហើយគាត់ត្រូវផ្ញើទៅខាងមចមវិញបាទអញ្ចឹងក្រោយពេលដែលមចមទទួលបានទាំងសេចក្តីជូនដំណឹងអំពីមជ្ឈត្តកម្មហើយជាមួយនឹងសេចក្តីជូនដំណឹងឆ្លើយតប
គឺនីតិវិធីបន្ទាប់គឺគេហៅថាការតែងតាំងវេទិកាមជ្ឈត្តកម្មបាទឬគេហៅថាការតែងតាំងអាប៊ីតហ្នឹងអញ្ចឹងគូភាគីត្រូវតែមានការប្រុងប្រយ័ត្នជាមួយនឹងគ្នាដើម្បីតែងតាំងមជ្ឈត្តករមួយណាដែលខ្លួនពេញចិត្តទុកចិត្តបាទអញ្ចឹងគាត់អាចជ្រើសរើសនៅក្នុងបញ្ជីរបស់មចមចំពោះមជ្ឈត្តករណាមួយដែលគាត់ពេញចិត្តពាក់ព័ន្ធជាមួយនឹងវិស័យវិវាទរបស់គាត់ឧទាហរណ៍ថាពួកគាត់ជួបគ្នានៅក្នុងវិស័យពាក់ព័ន្ធជាមួយនឹងIT ឬក៏វិស័យនៅក្នុង cosmetic អីចឹងបាទ cosmetic ឬក៏វិស័យពេទ្យសំណង់អីគាត់អាចជ្រើសរើសនៅក្នុងហ្នឹងគាត់អាចសិក្សាទៅលើមជ្ឈត្តករណាដែលអាចមានបទពិសោធន៍ដែលអាចមានភាពយល់ដឹងអំពីបច្ចេកទេសដើម្បីយកមកដោះស្រាយវិវាទរបស់គាត់អញ្ចឹងបើសិនជាក្នុងករណីដែលគូភាគីបានព្រមព្រៀងគ្នាគឺអាចជ្រើសរើសបុគ្គលនោះបានប៉ុន្តែក្នុងករណីដែលมันអាចធ្វើការជ្រើសរើសបានទេគឺអគ្គលេខាធិការដ្ឋានមចមក្នុងនាមជាស្ថាប័នគាត់អាចមានសិទ្ធិក្នុងការជ្រើសរើសតែងតាំងមជ្ឈត្តករហ្នឹងដើម្បីឲ្យកាន់សំណុំរឿងហ្នឹងបានចាមកថាបើយើងអត់ព្រមគ្នាទេទុកឲ្យគាត់រៀបចំជូនបាទក្នុងករណីដែរឲ្យអតិភិបភាគីទាំងពីរយល់ព្រមយកអ្នកណាជ្រើសរើសអ្នកណាមានបញ្ជីឈ្មោះត្រឹមត្រូវតែបើសិនជាជជែកនេះអត់ត្រូវដល់ពេលមួយគឺខាងមន្ត្រីស្ថាប័នជំនាញគឺគាត់នឹងចាត់តែម្ដងនឹងជ្រើសរើសជូនតែម្ដងបាទបងបាទអញ្ចឹងក្រោយពេលដែលមានការតែងតាំងអីហើយគឺមជ្ឈត្តករនឹងអាចចាប់ផ្ដើមនីតិវិធីមជ្ឈត្តការពាណិជ្ជកម្មបានដែរអញ្ចឹងនីតិវិធីទី1គេហៅថាការប្រជុំត្រៀមអញ្ចឹងការប្រជុំត្រៀមឬក៏ preliminary meeting ហ្នឹងគឺមានសារៈសំខាន់ក្នុងការកំណត់អំពីការបច្ឆេទគឺមជ្ឈត្តករគាត់នឹងកោះហៅឬក៏ធ្វើការអញ្ជើញគូភាគីដើម្បីមកជួបគ្នាហើយកំណត់ថាឥឡូវនីតិវិធីតទៅមុខហ្នឹងយើងថ្ងៃណាយើងធ្វើថ្ងៃណាយើងធ្វើការដាក់សេចក្តីថ្លែងជូនថ្ងៃណាយើងធ្វើសវនាការថ្ងៃណាអញ្ចឹងយើងពិភាក្សាហើយទៅសាកសីគឺចង់ដាក់ណាគេចូលមកខ្លាយអញ្ចឹងគាត់ពិភាក្សាពីនីតិវិធីទូទៅចា៎បាទហើយគោលបំណងសំខាន់ទី2ពាក់ព័ន្ធជាមួយនឹងការប្រជុំត្រៀមនេះគឺមជ្ឈត្តករគាត់ដើរតួយ៉ាងសំខាន់នៅក្នុងការសម្របសម្រួលវិវាទរវាងគូភាគីនៅក្នុងករណីមួយចំនួនបើសិនជាគាត់និយាយគ្នាត្រឹមតែនីតិវិធីប្រជុំត្រៀមហ្នឹងគាត់អាចដោះស្រាយវិវាទបានដែរដោយសារមជ្ឈត្តករគាត់មានជំនាញគាត់មានបទពិសោធន៍ក្នុងការសួរសំណួរសម្របសម្រួលវិវាទបាទពេលខ្លះបើចាប់ត្រឹមហ្នឹងគឺនីតិវិធីមជ្ឈត្តការពាណិជ្ជកម្មក៏អាចចាប់ត្រឹមហ្នឹងបានដែរបើសិនជាគូភាគីក៏បានព្រមព្រៀងរវាងទាំងគ្នាចា៎បាទបើសិនជាគាត់អត់ព្រមព្រៀងរវាងគ្នាទេអត់មានមធ្យោបាយមានត្រូវដើរបាទទៅមុខទៀតយើងតទៅទៀតអត់ចាំទេបាទអញ្ចឹងក្រោយពេលដែលនីតិវិធីត្រៀមប្រជុំត្រៀមហ្នឹងអាចធ្វើម្ដង2ដង3ដងអញ្ចឹងទៅអាចចាប់គេអាចមិនធ្វើការបន្តនីតិវិធីតទៅទៀតអញ្ចឹងក្នុងករណីនេះការប្រជុំត្រៀមបើសិនជាយើងប្រៀបទៅនឹងនីតិវិធីតុលាការវាអាចដូចទៅនឹងនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលដែរបាទសំបីពាក្យត្រៀមដូចគ្នាបាទអញ្ចឹងនៅក្នុងនីតិវិធីត្រៀមរបស់តុលាការហ្នឹងក៏មានការអញ្ជើញគូភាគីមកកំណត់អំពីចំណុចវិវាទធ្វើការផ្សះផ្សាអីដូចទៅនឹងនីតិវិធីប្រជុំត្រៀមរបស់មចមដូចគ្នាបាទអញ្ចឹងក្រោយពេលដែលមានការប្រជុំត្រៀមរួចរាល់អស់ហើយគឺខាងមចមអធិស្ឋានខាងមជ្ឈត្តករគាត់នឹងបង្គាប់ឲ្យគូភាគីហ្នឹងដាក់សេចក្តីថ្លែងជូនហើយសេចក្តីថ្លែងជូនគឺមាន2ប្រភេទទី1គេហៅថាសេចក្តីថ្លែងជូននៃការទាមទារទី2គឺសេចក្តីថ្លែងជូននៃការដោះសារបាទអញ្ចឹងនៅក្នុងសេចក្តីថ្លែងជូននេះគឺគូភាគីត្រូវតែរៀបចំទៅសេលំអិតពាក់ព័ន្ធជាមួយនឹងអង្គហេតុរបស់ខ្លួនអង្គច្បាប់របស់ខ្លួនផុសតាងសាក្សីអ្នកជំនាញអីផ្សេងដើម្បីបង្កជាសំណុំរឿងមួយឲ្យមជ្ឈត្តករនោះគាត់ចាប់ផ្ដើមធ្វើការសិក្សាបាទបើសិនជាមជ្ឈត្តករគាត់មានសំណួរអីផ្សេងពាក់ព័ន្ធជាមួយនឹងអង្គហេតុឬក៏អង្គច្បាប់ដែលបានលើកឡើងគាត់អាចសួរបដាតកុំឲ្យខាតពេលទៅពេលដល់នីតិវិធីបន្ទាប់បាទអញ្ចឹងក្រោយពេលដែលមានការដាក់សេចក្តីគេហៅថាសេចក្តីថ្លែងជូនហើយគឺមជ្ឈត្តករគេនឹងកំណត់ពេលវេលាបន្ទាប់គឺគេហៅថានីតិវិធីសម្រាប់សវនាការផ្ទាល់មាត់អញ្ចឹងសវនាការផ្ទាល់មាត់នេះគឺខាងមជ្ឈត្តករគេនឹងកោះហៅគូភាគីដើម្បីចូលរួមហើយទៅគេនឹងធ្វើការស្ដាប់ការថ្លែងការណ៍ដែលផ្ទាល់មាត់លើកឡើងអំពីអំណះអំណាងបាទធ្វើការពិនិត្យទៅលើផុសតាងសាកសួរទៅលើសាក្សីនិងអ្នកជំនាញអីផ្សេងអញ្ចឹងនៅក្នុងនីតិវិធីនេះបើសិនជាប្រៀបជាមួយនឹងនីតិវិធីតុលាការគឺដូចទៅនឹងបាទសវនាការឬក៏ទាញហេតុផលដែលផ្ទាល់មាត់បាទអញ្ចឹងនៅក្នុងនីតិវិធីនេះគឺមានប្រហាក់ប្រហែលគ្នាមែនតើប៉ុន្តែកន្លែងចង់កត់សម្គាល់ថានៅក្នុងនីតិវិធីសវនាការផ្ទាល់មាត់នៅក្នុងរបស់មចមនិងមជ្ឈត្តការពាណិជ្ជកម្មជាទូទៅគឺអាចធ្វើជាអនឡាញបានបាទដោយសារយើងមើលឃើញនៅការជំនាន់កូវីដបាទការជំនាន់កូវីដក៏មានវិវាទកាត់ឡើងជាច្រើនពាក់ព័ន្ធជាមួយនឹងការមិនបំពេញកាតព្វកិច្ចអីផ្សេងអញ្ចឹងក៏មានការព្រមប្រសិនជាក្នុងករណីដែលគូភាគីហ្នឹងក៏បានព្រមព្រៀងគ្នាថាឥឡូវយើងចង់ធ្វើជាអនឡាញ
ចឹងក្នុងនាមជាស្ថាប័នដែលជួយសម្របសម្រួលវិវាទនេះគេអត់អីទេសំខាន់ឲ្យតែមានការព្រមព្រៀងគ្នាមានភាពបត់បែនបាទមានភាពបត់បែនដើម្បីឲ្យគូភាគីធ្វើម៉េចឲ្យដោះស្រាយវិវាទនឹងបានបាទអញ្ចឹងក្រោយពេលដែលសវនាការហ្នឹងបានបញ្ចប់ហើយគេនឹងធ្វើការប្រកាសបញ្ចប់ដំណើរការនីតិវិធីបាទការប្រកាសបញ្ចប់ដំណើរការមជ្ឈត្តការហ្នឹងគឺខាងមជ្ឈត្តករគាត់នឹងជូនដំណឹងទៅដល់គូភាគីថារយៈពេលនៃការបញ្ចប់ហ្នឹងគឺគូភាគីលែងអាចធ្វើការដាក់ឯកសារមិនអាចធ្វើការដាក់ផុសតាំងឬក៏ឲ្យហេតុថ្មីចូលទៀតទេបាទគឺមជ្ឈត្តករគាត់ចាប់ផ្ដើមប្រមូលឯកសារទាំងអស់ចាប់ផ្ដើមសរសេរមជ្ឈត្តវិនិច្ឆ័យឯងបាទអញ្ចឹងកន្លែងនេះចង់បញ្ជាក់ថាមជ្ឈត្តវិនិច្ឆ័យគឺប្រៀបដូចទៅនឹងសារក្រមរបស់តុលាការប៉ុន្តែគ្រាន់តែវាចេញដោយខាងមជ្ឈត្តការពាណិជ្ជកម្មបាទអញ្ចឹងក្រោយពេលដែលមជ្ឈត្តករគាត់បានសរសេរគាត់បានពិនិត្យទៅលើអង្គហេតុធ្វើសង្អើហេតុចេញមជ្ឈត្តវិនិច្ឆ័យហើយគឺខាងមជ្ឈត្តករនឹងជួនដំណឹងនិងផ្ដល់ឯកសារហ្នឹងទៅខាងគូភាគីដើម្បីបញ្ចប់វិវាទបាទកន្លែងនេះទៅលើមជ្ឈត្តវិនិច្ឆ័យគឺមានលក្ខណៈស្ថាពរដូចទៅនឹងសារក្រមតុលាការអញ្ចឹងមានន័យថានៅពេលដែលមជ្ឈត្តវិនិច្ឆ័យចេញហើយគឺมันអាចធ្វើការប្តឹងទាមទារឬក៏ប្តឹងតវ៉ាទៅតុលាការជាន់ខ្ពស់ដូចជាសាលាតឬក៏តុលាការកំពូលដោយទៅនឹងសារក្រមរបស់សាលាតុលាការដំបងទេបាទនេះគឺជាចំណុចពិសេសមួយដែរចំពោះគូភាគីណាដែលគាត់មកដោះស្រាយវិវាទហើយគាត់ចង់ឲ្យចប់លឿនគាត់អត់ចង់អូសបន្លាយឲ្យសំណុំរឿងនឹងវែងយូរអញ្ចឹងគាត់អាចជ្រើសរើសតាមរយៈនឹងបានដែរបាទលើកលែងតែក្នុងករណីពិសេសណាមួយដែលច្បាប់បានកំណត់ឧទាហរណ៍ថានៅពេលដែលគូភាគីបានកំណត់អំពីខចែងមជ្ឈត្តការពាណិជ្ជកម្មហ្នឹងគឺមានការបង្ខិតបង្ខំឲ្យគ្នាទៅក្នុងករណីនេះគឺបាទមានការបង្ខិតបង្ខំมันមានការយល់ព្រមពីភាគីណាមួយក្រោមគំនាបក្រោមការគម្រាមកំហែងបំផិតបំភ័យណាមួយបាទក្នុងករណីហ្នឹងឬក៏ក្នុងករណីដែលច្បាប់បានកំណត់ផ្សេងទៀតគឺប៉ុន្តែអាហ្នឹងគឺវាតូចណាស់វាតិចបំផុតបាទនេះគឺជានីតិវិធីបើស្ដាប់មែនទែនទៅបើសិនជាសម្រាប់អ្នកដែលគាត់មិនបានឆ្លងកាត់នៃការបណ្ដុះបណ្ដាលឬក៏រៀនផ្នែកនេះទេអាចនឹងមើលទៅដូចជាស្មុគស្មាញអញ្ចឹងហើយបើកន្លែងជ្រុចនេះខ្ញុំចង់ឲ្យលោកមេធាវីបង្ហាញថារាល់នីតិវិធីទាំងអស់នេះភាគីទាំងសងខាងសិទ្ធតែមានសិទ្ធនៅក្នុងការប្រើប្រាស់នៃមេធាវីបើថាយើងនៅតែអាចមានសិទ្ធនៅក្នុងការប្រគល់សិទ្ធទៅឲ្យមេធាវីចូលរួមនៅក្នុងគ្រប់នីតិវិធីនៃការដោះស្រាយតាមរយៈមជ្ឈត្តការពាណិជ្ជកម្មដែរឬទេបាទនៅក្នុងនីតិវិធីនេះធម្មតាបើសិនជាគូភាគីគាត់មានសមត្ថភាពក្នុងការដំណើរការនីតិវិធីខ្លួនឯងគាត់អាចចូលរួមនីតិវិធីខ្លួនឯងបាទគាត់អាចតែងតាំងបុគ្គលិករបស់គាត់ចូលបានឬក៏អីផ្សេងហ្នឹងដើម្បីតំណាងក្រុមហ៊ុនឬក៏បុគ្គលផ្ទាល់ខ្លួនហ្នឹងជារូបវន្តបុគ្គលគាត់អាចចូលបានប៉ុន្តែបើសិនជាគាត់ថាគាត់អត់មានពេលឬក៏គាត់អត់មានជំនាញពាក់ព័ន្ធជាមួយនឹងវិស័យច្បាប់គាត់អាចធ្វើការប្រឹក្សាយោបល់ជាមួយមេធាវីឲ្យមេធាវីជួយធ្វើការតំណាងដោយអាណត្តិកាន់ក្តីដូចជាក្នុងនីតិវិធីតុលាការដូចគ្នាបាទអញ្ចឹងគ្រាន់ថាបើសិនសម្រាប់សម័យភាគីគឺបើសិនជាគាត់មានសមត្ថភាពគាត់យល់អំពីនីតិវិធីគឺគាត់អាចធ្វើដោយខ្លួនឯងឬក៏ចាត់តំណាងក្រុមហ៊ុនតែក្នុងនោះច្បាប់ក៏នៅតែបកគលឱកាសមួយទៀតបើកផ្លូវមួយទៀតថាគាត់អាចនៅពឹងឬក៏បកគលសិទ្ធិតំណាងដោយអាណត្តិទៅដល់មេធាវីរបស់គាត់ទាំងសងខាងអាចធ្វើការទៅតាមនីតិវិធីនីមួយៗដែលលោកមេធាវីបានបញ្ជាក់ជូនមកអញ្ចឹងមាន7ចំណុចដែលយើងមើលឃើញថាតាំងពីការដាក់ឯកសារតាំងពីបកគលឱកាសនៃការជួបឬសាវនាការដែលយើងបានលើកឡើងនៅក្នុងតុលាការស៊ីវិលយើងធៀបតិចទៅតែចំណុចដែលសំខាន់នោះគឺសេចក្តីសម្រេចសេចក្តីប្រកាសចុងក្រោយសេចក្តីថ្លែងការណ៍ចុងក្រោយគឺមានអធិភាពឬក៏អនុភាពគឺប្រហែលតែអត់មានការតវ៉ាព្រោះខុសពីតុលាការយើងមានជាន់ទៀតចុងខ្ពស់អត់ពីដំបងទៅអូតូអត់ទៅអូតូអាចទៅកពូលបណ្ដាសម្រាប់មជ្ឈត្តការពាណិជ្ជកម្មគឺអត់ទេចាប់គឺចាប់នីតិវិធីតែម្ដងកន្លែងនេះចានៅវគ្គក្រោយយើងខ្ញុំនឹងជជែកបន្ថែមថាតើហេតុអីបានជាគូភាគីនៃវិវាទក្នុងវិស័យពាណិជ្ជកម្មគួរតែជ្រើសរើសในการធ្វើការដោះស្រាយបញ្ហាដោយការប្រើប្រាស់នយោបាយការមជ្ឈត្តការពាណិជ្ជកម្មតែផ្ដល់ផលប្រយោជន៍ឯខ្លះហើយថាតើមានសិទ្ធិនៅក្នុងការអនុវត្តដោយបង្ខំឲ្យជាដើមនោះអញ្ចឹងនៅក្នុងវគ្គទី2នាងខ្ញុំនឹងបន្តសំណួរមួយចំនួនទៀតទៅកាន់លោកមេធាវីបណ្ដាញនៅពេលនេះចំពេលសម្រាប់បន្តិចសិនទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍មកកាន់វគ្គទី2នៅក្នុងកម្មវិធីជជែកពីច្បាប់របស់ BTV ដែលក្នុងសប្តាហ៍នេះយើងខ្ញុំបាននឹងកំពុងជជែកពិភាក្សាលើប្រធានបទនីតិវិធីមជ្ឈត្តការពាណិជ្ជកម្មដែលកម្មវិធី1លោកមេធាវីសុយសិង្ហៃបានលើកឡើងអំពីនិយមន័យសារបានក៏ដូចជានីតិវិធីប៉ុន្តែត្រឡប់បន្ថែមនៅក្នុងវគ្គទី2ចង់រំលឹកថា
មានផលប្រយោជន៍អ្វីខ្លះសម្រាប់គូភាគីនៅក្នុងវិវាទពាណិជ្ជកម្មដែលគួរតែជ្រើសយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈការប្រើប្រាស់នៃមជ្ឈត្តការពាណិជ្ជកម្មដូច្នេះនាងខ្ញុំសូមបន្តសំណួរទៅកាន់លោកមេធាវីសុយសិង្ហៃលោកមេធាវីបានផ្ដល់នៅប្រតិច្រើនមែនទែនចំពោះប្រធានបទនៅថ្ងៃនេះតែជាសំណួរសំខាន់ហេតុអីបានជាគូវិវាទនៅក្នុងវិស័យពាណិជ្ជកម្មគួរតែជ្រើសរើសនៅយន្តការដោះស្រាយវិវាទតាមរយៈមជ្ឈត្តការពាណិជ្ជកម្មបាទអរគុណចំពោះសំណួរនៅក្នុងនីតិវិធីមជ្ឈត្តកម្មធម្មតាបើសិនជាវាអត់មានផលប្រយោជន៍ទេក៏គេមិនដំណើរការតាមនីតិវិធីនឹងដែរចា៎បាទគេតើតាមនីតិវិធីតុលាការវិញវាស្រួលជាងផងប៉ុន្តែជាក់ស្ដែងនីតិវិធីពាក់ព័ន្ធជាមួយនឹងមជ្ឈត្តការពាណិជ្ជកម្មពិតជាមានផលប្រយោជន៍ជាច្រើនបាទចំពោះខ្ញុំគិតថាផលប្រយោជន៍ដែលសំខាន់ជាងគេគឺពាក់ព័ន្ធជាមួយនឹងភាពបត់បែននៃនីតិវិធីភាពបត់បែននៃនីតិវិធីនេះគឺចង់សំដៅទៅលើស្វ័យភាពដែលផ្ដល់ជូនគូភាគីនៃវិវាទហ្នឹងដើម្បីជ្រើសរើសបាទអញ្ចឹងគាត់មានសិទ្ធិក្នុងការជ្រើសរើសជាច្រើនដូចជាគាត់អាចជ្រើសរើសទៅលើច្បាប់គ្រប់គ្រងឧទាហរណ៍ថាភាគីនៃវិវាទគឺជនជាតិម៉ាឡេឈ្លោះគ្នាជាមួយនឹងជនជាតិវៀតណាមនៅប្រទេសកម្ពុជាអញ្ចឹងគាត់អាចជ្រើសរើសច្បាប់គ្រប់គ្រងពាក់ព័ន្ធជាមួយនឹងកិច្ចសន្យាពាក់ព័ន្ធជាមួយនឹងវិវាទហ្នឹងអាចជ្រើសរើសច្បាប់ម៉ាឡេក៏បានបាទច្បាប់ខ្មែរក៏បានច្បាប់ជប៉ុនក៏បានច្បាប់អង់គ្លេសក៏បាននិយាយទៅឲ្យមានការប្រុងប្រយ័ត្នគ្នាគឺអត់អីទេទោះបីជាលើទឹកដីកម្ពុជាក៏ដោយប៉ុន្តែអាចជ្រើសច្បាប់មួយណាក៏បានមកដោះស្រាយនៅក្នុងវិវាទរបស់គាត់បាទបងបាទបាទចាទីមួយសំខាន់មែនទែនអញ្ចឹងគាត់ក៏មានសិទ្ធិក្នុងការជ្រើសរើសច្បាប់គ្រប់គ្រងគាត់មានសិទ្ធិក្នុងការកំណត់នីតិវិធីនៅពេលវេលាបាទគាត់អាចជ្រើសរើសថាតិចទៀតនៅពេលដែលធ្វើការសេចក្តីដាក់សេចក្តីថ្លែងការណ៍នៅពេលណាចូលរួមសវនាការពេលណាអីគឺគាត់អាចកំណត់រយៈពេលរវាងគូភាគីបានបាទគាត់ក៏មានសិទ្ធិក្នុងការជ្រើសរើសទៅដល់ទីកន្លែងបាទទីកន្លែងនៃការដោះស្រាយវិវាទហ្នឹងឧបមាថាគាត់អាចជ្រើសរើសថាឥឡូវវិវាទដោះស្រាយនៅសិង្ហបុរីវិវាទដោះស្រាយនៅប្រទេសកម្ពុជាអាហ្នឹងគាត់អាចជ្រើសរើសបានគាត់អាចជ្រើសរើសក្នុងការភាសាបានដូចគ្នាឧទាហរណ៍ថាខ្ញុំលើកមកមិញជនជាតិម៉ាឡេឈ្លោះគ្នាមួយជនជាតិវៀតណាមនៅប្រទេសកម្ពុជាអញ្ចឹងគាត់អត់អាចប្រើភាសាខ្មែរដើម្បីដោះស្រាយបានវាមានភាពពិបាកអញ្ចឹងគាត់អាចជ្រើសរើសភាសាដែលពួកគាត់យល់ដូចគ្នាអាចជាភាសាចិនឬក៏ភាសាអង់គ្លេសដើម្បីដំណើរការនីតិវិធីហ្នឹងតាំងពីដើមដល់ចប់ក៏បានដែរបាទអញ្ចឹងបើសិនជាយើងមើលទៅគឺខុសគ្នាពីនីតិវិធីតុលាការដែលច្បាប់នីតិវិធីរដ្ឋបវេនីបានកំណត់ជាក់លាក់អំពីសមត្ថកិច្ចទាំងអស់នេះថាច្បាប់គ្រប់គ្រងនៅប្រទេសកម្ពុជាបើសិនជាឆ្លោះគ្នានៅប្រទេសកម្ពុជាត្រូវតែប្រើច្បាប់កម្ពុជាបាទហើយការដោះស្រាយវិវាទត្រូវតែប្រើប្រាស់ភាសាខ្មែរអត់អាចប្រើភាសាអីផ្សេងទេអញ្ចឹងវាមានភាពតឹងរឹងជាងនៅក្នុងនីតិវិធីមជ្ឈត្តការពាណិជ្ជកម្មគឺផ្ដល់អាទិភាពទៅដល់ការប្រឹងប្រែងរបស់គូភាគីបាទអញ្ចឹងទី2គឺពាក់ព័ន្ធជាមួយនឹងផលប្រយោជន៍គឺឯករាជ្យភាពរបស់មជ្ឈត្តការអញ្ចឹងគូភាគីហ្នឹងគាត់អាចមានសិទ្ធិក្នុងការជ្រើសរើសទៅលើមជ្ឈត្តការណាមួយដែលគាត់ពេញចិត្តដោយអាស្រ័យទៅលើកម្មវត្ថុនៃវិវាទរបស់គាត់ដូចខ្ញុំឧទាហរណ៍មុនហ្នឹងអញ្ចឹងបើសិនជាពួកគាត់នៅក្នុងវិស័យពេទ្យឬក៏វិស័យ cosmetic ឬក៏វិស័យសំណង់គាត់អាចជ្រើសរើសមជ្ឈត្តការណាដែលមានបច្ចេកទេសនិងជំនាញពាក់ព័ន្ធជាមួយនឹងវិស័យហ្នឹងមានបទពិសោធន៍ពីមុនមកអញ្ចឹងទៅនៅពេលដែលគាត់ធ្វើការដោះស្រាយវិវាទតាមរយៈហ្នឹងគឺក្នុងនាមជាមជ្ឈត្តការគាត់យល់ដឹងច្រើនគាត់យល់ដឹងថាតើ standard practice ឬក៏ standard បាទ standard ការអនុវត្តជាក់ស្ដែងនិងឯកសារអីហ្នឹងគាត់មើលtemplate គាត់មើលយល់គាត់អាចវិនិច្ឆ័យច្បាស់លាស់ជាងมันអាចយកអ្នកសំណង់ទៅដោះស្រាយរឿងសុខាភិបាលខាងពេទ្យបានឬមិនដឹងពីការបច្ចេកទេសស្ថានភាពជំងឺអីបែបណាកងត្រានឹងបែបណាដែរគាត់អាចជ្រើសរើសបានប៉ុន្តែគូភាគីបានប្រងព្រាងគ្នាយកប៉ុន្តែវាអត់គួរយកទៅតាមផ្លូវហ្នឹងបាទសំណង់មកដោះស្រាយបញ្ហាសុខភាពបាទចាវាបានអញ្ចឹងកន្លែងនេះគឺមានខុសគ្នាពីនីតិវិធីតុលាការបន្តិចដោយសារបើសិនជានៅក្នុងនីតិវិធីតុលាការយើងក្នុងនាមជាគូភាគីអត់អាចជ្រើសរើសចៅក្រមបានទេយើងអត់អាចថាដាក់ពាក្យបណ្ដឹងហើយថាឥឡូវចង់បានចៅក្រម ABC គឺអត់បានទេទៅជារឿងបណ្ដឹងដិតផ្សេងទៀតបាទរឿងនឹងផ្សេងយើងស្គាល់ចៅក្រមនៅក្នុងស្ថានភាពស៊ីវិលគឺអត់អាចទេមានតែការស្នើសុំដូរចៅក្រមបានបាទអញ្ចឹងនៅក្នុងនីតិវិធីតុលាការគឺចៅក្រមមួយគឺចាត់តាមប្រធានតុលាការឬក៏តាមរយៈស្វីសរបស់គេបាទនៅក្នុងនីតិវិធីរដ្ឋបវេនីអធិស្ឋាននៅក្នុងនីតិវិធីមជ្ឈត្តការពាណិជ្ជកម្មគឺអត់ទេយើងមានអធិភាពហើយកន្លែងនេះផងដែរខ្ញុំចង់បញ្ជាក់ថាមជ្ឈត្តការមួយដែលត្រូវបានជ្រើសរើសមានសិទ្ធិធ្វើការជាមជ្ឈត្តការក្នុងការដោះស្រាយវិវាទហ្នឹងគឺមិនមែនគ្រប់គ្នាមកធ្វើបានទេគាត់ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលការរៀនសូត្រមានបទពិសោធន៍ជាក់លាក់ហើយគាត់មានការទទួលស្គាល់គុណវុឌ្ឍិត្រឹមត្រូវតាមច្បាប់ទើបមានសិទ្ធិមកធ្វើការដោះស្រាយតាមរយៈមជ្ឈត្តការពាណិជ្ជកម្មហ្នឹងបាទមានន័យថាជាបុគ្គលមួយដែលមានបើស្រួលស្ដាប់យើងធ្លាប់និយាយថាមានអាជ្ញាប័ណ្ណត្រឹមត្រូវបាទគាត់មានវិជ្ជាជីវៈទទួលស្គាល់ពីមជ្ឈមណ្ឌលត្រឹមត្រូវថាគាត់មានគុណវុឌ្ឍិនៅក្នុងការ
វិនិច្ឆ័យ វិនិច្ឆ័យទៅលើវិវាទដែលកើតមានឡើង បាទអញ្ចឹងនេះគឺជាចំណុចទី2ចំណុចទី3គឺពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងចំណាយអញ្ចឹងនៅក្នុងអានេះគឺសំដៅទៅលើខាងហិរញ្ញវត្ថុរបស់គូភាគីអញ្ចឹងនៅពេលដែលមុននឹងចាប់ផ្ដើមនីតិវិធីក្នុងនាមជាគូភាគីជាពិសេសភាគីដែលប្តឹងទាមទារនោះគាត់អាចប៉ានស្មានមើលថាតម្លៃរដ្ឋបាលដាក់ពីអស់ប្រមាណនីតិវិធីបន្តបន្ទាប់អស់ប្រមាណការតែងតាំងមជ្ឈត្តករម្នាក់អស់ប្រមាណបើសិនជាគាត់ចង់តែងតាំង3នាក់អស់ប្រមាណ5នាក់អស់ប្រមាណគឺគាត់អាចមើលដឹងបានគាត់ដឹងតម្លៃជាក់លាក់ថាទៅពេលដែលដំណើរការនីតិវិធីគឺអស់តែប៉ុណ្្នឹងទេបាទអញ្ចឹងនៅពេលដែលគាត់ធ្វើរបាយការណ៍ហិរញ្ញវត្ថុមុននឹងពេលធ្វើការចាប់ផ្ដើមនីតិវិធីគាត់អាចធ្វើ report គាត់អាចព្យាករទុកជាមុនពេលចាប់ផ្ដើមនីតិវិធីដែលអាចមានភាពងាយស្រួលជូនគូភាគីបាទអញ្ចឹងអានេះចំណុចទី3ពាក់ព័ន្ធជាមួយនឹងចំណុចទី4គឺពាក់ព័ន្ធជាមួយនឹងការអនុវត្តអនុភាពនៃការអនុវត្តដូចខ្ញុំបានបញ្ជាក់តាំងពីដំបូងអញ្ចឹងគឺមជ្ឈត្តវិនិច្ឆ័យគឺមានអនុភាពដូចទៅនឹងសារក្រមស្ថាពរដែរបាទមានន័យថានៅពេលដែលចប់សំណុំរឿងមជ្ឈត្តវិនិច្ឆ័យមួយគឺចាត់ទុកថាស្ថាពរមិនអាចធ្វើការប្រឹងទៅតុលាការអតឬក៏តុលាការកំពូលដើម្បីពិនិត្យម្ដងទៀតទៅលើអង្គសេចក្តីបានទេចា៎បាទហើយចំពោះកន្លែងនេះផងដែរគឺមជ្ឈត្តវិនិច្ឆ័យមួយមានអនុភាពក្នុងការអនុវត្តដោយទៅនឹងសារក្រមដើរនីតិវិធីអនុវត្តដោយបង្ខំបានបាទហើយមជ្ឈត្តវិនិច្ឆ័យនេះក៏មិនមែនតែអនុវត្តបានត្រឹមតែប្រទេសកម្ពុជាដែរបាទគឺអាចអនុវត្តជុំវិញ160ប្រទេសនៅលើពិភពលោកឲ្យតែប្រទេសនោះជាសមាជិកដែលទទួលស្គាល់អនុសញ្ញាទីក្រុងញូវយ៉កឆ្នាំ1958បាទអញ្ចឹងខ្ញុំឧទាហរណ៍ថាបើសិនបើគោលបំណងរបស់យើងជាជនជាតិចិនរស់ស៊ីនៅប្រទេសកម្ពុជាបាទហើយគាត់ច្បាក់លុយយើងគាត់មានទ្រព្យនៅប្រទេសកម្ពុជាគាត់មានទ្រព្យទៅនៅប្រទេសចិនអញ្ចឹងបើសិនជាយើងដើរដំណើរការនីតិវិធីតុលាការយើងបានសារក្រមមកយើងធ្វើការស្វែងរកទៅសិក្សាទៅលើទ្រព្យរបស់គាត់មាននៅប្រទេសកម្ពុជាអញ្ចឹងសារក្រមនោះដូចវារៀងពិបាកនៅក្នុងការអនុវត្តប៉ុន្តែបើសិនជាគូភាគីបានព្យាករទុកដើម្បីធ្វើការដោះស្រាយតាមរយៈមជ្ឈត្តការពាណិជ្ជកម្មហើយចេញមជ្ឈត្តវិនិច្ឆ័យធ្វើការសិក្សានៅប្រទេសកម្ពុជាអត់មានទ្រព្យក៏មិនមែនជាបញ្ហាដែរអាចយកមជ្ឈត្តវិនិច្ឆ័យហ្នឹងទៅតុលាការនៅប្រទេសចិនឲ្យគេទទួលស្គាល់ហើយរឹបអូសទ្រព្យឬក៏ធ្វើការអនុវត្តទៅលើទ្រព្យរបស់គោលបំណងនៅប្រទេសចិនបានបាទអញ្ចឹងនេះគឺជាចំណុចដែលសំខាន់ជាងគេពាក់ព័ន្ធជាមួយនឹងការសហការភាពរវាងពិភពលោកក្នុងការជំរុញឲ្យមានការដើរទៅលើនីតិវិធីមជ្ឈត្តកម្មបាទកន្លែងចំណុចនេះគឺសំខាន់មែនទែនបើកទូលាយខ្លាំងមែនទែនពីព្រោះនេះគឺជាផ្នែកមួយដែលធ្វើឲ្យវិនិយោគិនគាត់មានទំនុកចិត្តនៅពេលដែលគាត់មកវិនិយោគនៅក្នុងប្រទេសកម្ពុជាគាត់មើលឃើញថាបើសិនជាគាត់មានវិវាទគាត់អាចដោះស្រាយតាមវិធីសាស្ត្រណាខ្លះហើយវិធីសាស្ត្រហ្នឹងគឺទូលាយសម្រាប់គាត់ហើយអាចនឹងប្រយោជន៍ធម៌សម្រាប់គាត់អត់កន្លែងចំណុចនេះដែរលោកមេធាវីពេលយើងស្ដាប់មកត្រួសមកតាំងពីដើមមកហាក់បីដូចជាការដោះស្រាយវិវាទនេះគឺក្នុងទម្រង់រដ្ឋប្រវេណីបាទថាជាការផ្ដល់នូវសំណឬការព្រមព្រៀងណាមួយក្រៅប្រព័ន្ធតុលាការប៉ុន្តែតាមរយៈការវិនិច្ឆ័យមួយដែលមានការទទួលស្គាល់ត្រឹមត្រូវពីមជ្ឈមណ្ឌលតាមរយៈការធ្វើមជ្ឈត្តការពាណិជ្ជកម្មបើសិនជាក្នុងករណីរឿងឬក៏វិវាទនឹងទៅនៅពេលដែលពិនិត្យមើលអង្គហេតុអង្គច្បាប់អីរួចរាល់អស់ហើយតែស្រាប់តែមានភាគីណាមួយគាត់ត្រូវប្រឈមទៅនឹងទោសទណ្ឌព្រមទណ្ឌវិញតើគេអាចនឹងបង្វិលដែរទេឬក៏យ៉ាងណាដែរកន្លែងចំណុចនេះពីព្រោះពេលខ្លះមិនប្រកាសថាពាក់ព័ន្ធទៅនឹងការសងសំណងខូចខាតនោះទេបាទចំពោះករណីនេះបើសិនជាពាក់ព័ន្ធជាមួយនឹងរឿងវិវាទទៅលើកិច្ចសន្យាឬក៏វិវាទរដ្ឋបវេណីមែនប៉ុន្តែបើសិនជារកឃើញថាអានឹងជារឿងព្រមទណ្ឌគឺសមាជិកត្រូវតែដោះស្រាយតាមរយៈតុលាការដែលមានសមាជិកហើយបាទដូចច្បាប់បានកំណត់អញ្ចឹងចំពោះនីតិវិធីព្រមទណ្ឌมันអាចធ្វើការដោះស្រាយដែលមានការព្រមព្រៀងរវាងគូភាគីទេវាគឺជាសមាជិករបស់អัยការក្នុងការចោទប្រកាន់ហើយជាមួយនឹងតុលាការក្នុងការធ្វើការផ្ដោតទានទោសបាទអញ្ចឹងក្នុងករណីនេះគឺត្រូវតែមានការដោះស្រាយមួយផ្នែកនៅខាងរយៈតុលាការដែលមានសមត្ថកិច្ចដែរអញ្ចឹងបានថាយើងរុញសំណុំរឿងទាំងអស់ទៅខាងតុលាការព្រហ្មទណ្ឌធម្មតាទូទៅឬក៏យើងទុកមួយផ្នែកសំណងរដ្ឋប្រវេណីផ្នែកវិវាទមជ្ឈត្តពាណិជ្ជកម្មនៅខាងមជ្ឈត្តការពាណិជ្ជកម្មឬក៏យើងធ្វើយ៉ាងដូចម្ដេចឬក៏យើងបែងចែកជាពីរព្រហ្មទណ្ឌយើងចាត់ទុកដំណោះស្រាយតាមផ្សេងហើយរីឯពាណិជ្ជកម្មរឿងស៊ីវិលនេះគឺយើងដោះស្រាយតាមផ្សេងបាទចំពោះករណីនេះបើសិនជាវាជារឿងព្រហ្មទណ្ឌសំណងការខូចខាតអីផ្សេងគឺគូភាគីមានសិទ្ធិក្នុងការប្តឹងទាមទារសំណងការខូចខាតនិងសំណងនឹងដើរតួជាដើមបណ្ដឹងរដ្ឋបវេណីនៅក្នុងនីតិវិធីរដ្ឋបវេណីនៅក្នុងនីតិវិធីព្រហ្មទណ្ឌបានបាទគឺច្បាប់បានកំណត់បើកសិទ្ធិឲ្យគូភាគីក្នុងការទាមទារសំណងតាមរូបភាពនឹងបានអញ្ចឹងចំណុចនេះគឺដូចដែលលោកមេធាវីបានបញ្ជាក់ភ្ជាប់ដែរថាពាក់ព័ន្ធជាមួយនឹងមជ្ឈត្តវិនិច្ឆ័យគឺយើងអាចធ្វើការអនុវត្តដល់បង្ខំហើយបើសិនជាភាគីចាញ់ក្តីអត់ព្រមស្ម័គ្រចិត្តហ្នឹងយើងបង្ខំមកយ៉ាងដូចម្ដេចយើងត្រូវមាន
គេហៅថាសេចក្តីសម្រេចឬក៏ការអនុវត្តហ្នឹងយើងប្រើកម្លាំងយកកម្លាំងនគរបាលឬក៏មិនបខំកន្លែងចំណុចហ្នឹងយើងចង់សំដៅលើយ៉ាងដូចប្រេចដែរបាទចំពោះករណីនេះផងដែរគឺធម្មតាមិនថាសេចក្តីសម្រេចរបស់មជ្ឈត្តការពាណិជ្ជកម្មឬក៏សេចក្តីសម្រេចរបស់តុលាការទេគឺជាគោលការណ៍គេចង់ឲ្យគូភាគីហ្នឹងជាពិសេសភាគីដែលចាញ់ក្តីភាគីដែលកុំបំណុលហ្នឹងគាត់ធ្វើការអនុវត្តតាមដោយស្ម័គ្រចិត្តបាទប៉ុន្តែវាមិនមែនជាករណីរហូតទេដែលកុំបំណុលគាត់ស្ម័គ្រចិត្តគាត់ធម្មតាតែគាត់ចាញ់អញ្ចឹងគាត់ថាអយុត្តិធម៌គាត់ថាអត់ឲ្យគាត់សងលើសអីអញ្ចឹងទៅគាត់ក៏មានការលំបាកក្នុងការអនុវត្តអញ្ចឹងក្នុងនេះក៏ច្បាប់បានគិតពីមុនដែរច្បាប់ក៏មានការបើកសិទ្ធទៅឲ្យការអនុវត្តទៅលើមជ្ឈត្តវិនិច្ឆ័យអញ្ចឹងក្នុងករណីដែលកុំបំណុលគាត់អត់ធ្វើការអនុវត្តទៅលើកាតព្វកិច្ចរបស់គាត់ដោយស្ម័គ្រចិត្តទេគឺក្នុងនាមជាម្ចាស់បំណុលឬក៏ភាគីដែលឈ្នះក្តីភាគីប្តឹងទាមទារគាត់មានសិទ្ធិក្នុងការដាក់ពាក្យស្នើសុំទទួលស្គាល់មជ្ឈត្តវិនិច្ឆ័យទៅតុលាការសាលាតដែលមានសមត្ថកិច្ចដើម្បីទទួលស្គាល់មជ្ឈត្តវិនិច្ឆ័យរបស់គាត់បាទនៅពេលដែលសាលាតគាត់ធ្វើការទទួលស្គាល់ហើយគឺមជ្ឈត្តវិនិច្ឆ័យនោះមានអនុភាពដោយទៅនឹងសារក្រមស្ថាពរមានអនុភាពដោយទៅនឹងលិខិតអនុវត្តដែលអាចធ្វើការអនុវត្តដោយបង្ខំលើទ្រព្យសម្បត្តិរបស់កូនបំណុលបានបាទអញ្ចឹងក្នុងករណីដែលថាឧទាហរណ៍កូនបំណុលនោះគាត់ជាពាក់លុយអញ្ចឹងហើយទៅគាត់អត់ព្រមសងទោះបីជាមានមជ្ឈត្តវិនិច្ឆ័យអញ្ចឹងគាត់ដាក់ពាក្យស្នើសុំទៅសាលាតសាលាតក៏ទទួលស្គាល់ហើយយើងអាចដំណើរការទេពធីអនុវត្តដោយបង្ខំបាទគឺមានន័យថាគឺនៅតែផ្ដល់អាទិភាពឲ្យមានគុណតម្លៃនៅក្នុងការអនុវត្តកុំឲ្យភាគីណាមួយគិតថាមកតាមមជ្ឈត្តការពាណិជ្ជកម្មដល់ព្រមមួយខ្លួនអត់ទេគឺយើងនៅតែបន្តធ្វើវិញឲ្យមាននីតិវិធីគឺអនុភាពនៃការអនុវត្តហ្នឹងគឺរឹងមាំមែនទែនដើម្បីផ្ដល់នៅគុណវុឌ្ឍសម្រាប់ការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការមួយនេះត្បិតតែវាជាក្រៅប្រព័ន្ធតុលាការប៉ុន្តែសេចក្តីសម្រេចនេះគឺថាមានតម្លៃដូចគ្នាជាមួយនឹងការដោះស្រាយវិវាទនៅតុលាការស៊ីវិលធម្មតាក្នុងករណីនេះដែរលោកមេធាវីធ្លាប់បើថាយើងមានបទពិសោធន៍ស្រាប់លោកមើលឃើញថាបច្ចុប្បន្ននេះការយល់ដឹងការចូលរួមប្រើប្រាស់យន្តការមួយនេះពីសំណាក់ធុរកិច្ចជនឬក៏វិនិយោគិនក្នុងក្រៅប្រទេសយ៉ាងណាដែរសម្រាប់នៅកម្ពុជាយើងបាទនៅប្រទេសកម្ពុជាយើងបច្ចុប្បន្នការប្រើប្រាស់យន្តការដោះស្រាយវិវាទតាមមជ្ឈត្តការពាណិជ្ជកម្មគឺនៅមានកម្រិតបាទនៅមានកម្រិតដោយសារយើងអាចនិយាយបានថាមជ្ឈត្តការមួយចំនួនគាត់អត់ដឹងអំពីនីតិវិធីនេះគាត់គិតថាឲ្យទៅដោះស្រាយវិវាទអញ្ចឹងត្រូវតែទៅតុលាការប៉ុន្តែជាក់ស្ដែងអត់ទេគឺមាននីតិវិធីច្រើនដែលអាចចូលរួមទីមួយគាត់អាចធ្វើការចរចាគ្នាគាត់អាចទៅសទានកម្មបាទសទានកម្មហ្នឹងគឺជានីតិវិធីផ្សេងទៀតដែលយើងអត់និយាយឬក៏តាមធ្វើការដោះស្រាយតាមរយៈមជ្ឈត្តការពាណិជ្ជកម្មផ្សេងអញ្ចឹងបើសិនជាដើម្បីឲ្យគាត់មានទំនុកចិត្តទៅលើយន្តការក្នុងការដោះស្រាយផ្សេងតើតែគាត់យល់ដឹងជាមុនសិនអញ្ចឹងទៅពេលដែលគាត់មើលកម្មវិធីដូច BTV អញ្ចឹងទៅគាត់អាចយល់ដឹងទៅពេលដែលគាត់ចុះកិច្ចសន្យាថ្មីឬក៏ធ្វើការងារឬក៏រកស៊ីជាមួយអ្នកថ្មីអញ្ចឹងគាត់អាចពិចារណាថាតើថ្លឹងថ្លែងទៅលើគុណតម្លៃនិងផលប្រយោជន៍រវាងដំណើរការទេពធីនៅតុលាការឬក៏ពាណិជ្ជកម្មមជ្ឈត្តការពាណិជ្ជកម្មមួយណាសមស្របចំពោះស្ថានភាពរបស់គាត់ជាងចឹងគាត់អាចទៅបានកន្លែងចំណុចហ្នឹងមែនតើនាងខ្ញុំចាប់អារម្មណ៍បន្តិចទៀតចុងក្រោយថាការដោះស្រាយតាមរយៈមជ្ឈត្តការពាណិជ្ជកម្មវាដូចជាបានជួយថែរក្សានៅការសម្ងាត់របស់ក្រុមហ៊ុនដែរទេកន្លែងចំណុចនេះបើយើងធៀបជាមួយនឹងការដោះស្រាយវិវាទជាមួយនឹងតុលាការធម្មតាបាទជាសំណួរល្អធម្មតានៅក្នុងនីតិវិធីតុលាការជាពិសេសការទាញហេតុផលផ្ទាល់មាត់គឺធ្វើជាសាធារណៈមានន័យថានៅពេលដែលទាញហេតុផលហ្នឹងគឺអ្នកសារព័ត៌មានឬក៏សាធារណជនមកអង្គុយមើលអីក៏អត់អីដែរវាគឺជាសិទ្ធិរបស់សាធារណជនប៉ុន្តែនៅក្នុងនីតិវិធីមជ្ឈត្តការពាណិជ្ជកម្មគឺរាល់ដំណើរការនីតិវិធីគឺជាដំណើរការនីតិវិធីសម្ងាត់រវាងគូភាគីនិងមជ្ឈត្តការអ្នកដែលដឹងបាទអញ្ចឹងក្នុងករណីនេះគឺបើសិនជាចំពោះពាណិជ្ជករវាអាចមានសារៈសំខាន់ដោយសារធម្មតាយើងដឹងហើយយើងអ្នករកស៊ីគេឈ្មោះសំខាន់មែនតើបាទបើសិនជាបែកធ្លាយដល់សាធារណជនថាក្រុមហ៊ុននេះធ្វើផលិតផលមកខូចអស់5តោនឬក៏ក្រុមហ៊ុននេះជាពាក់លុយគេចង់100លានអញ្ចឹងសាធារណជនក៏អស់ទំនុកចិត្តអត់មានអ្នកទិញក្រុមហ៊ុនសាយធនបណ្ដោយគ្រាន់តែមានវិវាទដែលយើងមិនទាន់នឹងចេញសេចក្តីសម្រេចតែតែផងគាត់វាតម្លៃបាទអញ្ចឹងក្នុងករណីនេះចំពោះបុគ្គលដែលជាគូភាគីនេះបើសិនជាគាត់ឲ្យតម្លៃទៅលើភាពសម្ងាត់បាទឯកជនភាពគាត់អាចជ្រើសរើសមជ្ឈត្តការពាណិជ្ជកម្មនោះដើម្បីដោះស្រាយវិវាទរបស់គាត់បានដែរដែលខ្ញុំគិតថាវាមានអត្ថប្រយោជន៍ជាពិសេសចំពោះវិស័យពាណិជ្ជកម្មនេះតែម្ដងបាទជាចុងក្រោយលោកមេធាវីមានជាការសំណូមពរយ៉ាងណាដាច់ទៅកាន់ពាណិជ្ជករទៅកាន់វិនិយោគិនដើម្បីជំរុញឲ្យការប្រើប្រាស់នៃយន្តការមជ្ឈត្តការពាណិជ្ជកម្មនៅក្នុងករណីនៃការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាដែលវាជាផ្នែកមួយនៅក្នុងការជួយជំរុញការគៀងគរនិងទំនុកចិត្តពីបណ្ដាវិនិយោគិនបាទចំពោះខ្ញុំគិតថាបើសិនជាគូភាគី
គាត់មានឆន្ទៈក្នុងការដោះស្រាយក្រៅប្រព័ន្ធតុលាការជាពិសេសទៅពេលមានវិវាទហើយมันអាចចង់ថារក្សាតំណែងតំណងជាមួយគ្នាមិនបាច់ឆ្លោះគ្នាជាមួយគ្នាបន្តគាត់អាចជ្រើសរើសវិធីនឹងសិនដើម្បីធ្វើការដោះស្រាយបាទគាត់អាចធ្វើការចរចាគាត់អាចធ្វើការនិយាយគ្នាជាពិសេសមជ្ឈត្តការពាណិជ្ជកម្មនេះទោះបីជាមិនមែនជានីតិវិធីតុលាការមែនប៉ុន្តែចុងក្រោយគឺការសម្រេចសេចក្តីនេះគឺដោយនីតិវិធីតុលាការហើយផ្ដល់ផុតការបត់បែនជាច្រើនខុសពីនីតិវិធីតុលាការដែលមានការតឹងរឹងដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈបាទនេះគឺជាផ្នែកមួយដែលយើងចង់ផ្សព្វផ្សាយជូនទៅដល់វិនិយោគិនធុរកិច្ចជននៅក្នុងព្រះរាជាណាចក្រកម្ពុជាគ្រប់ជាតិសាសន៍ព្រោះចំណុចដែលលោកមេធាវីបានលើកឡើងដែលយើងមានចែងនៅក្នុងច្បាប់នោះគឺថាយើងបើកសិទ្ធិមែនទែនសំបីតែពេលវេលាសំបីតែការជ្រើសមជ្ឈត្តកររួមជាមួយនឹងភាសាណាទីពេលវេលាមិនថាតែផ្ទាល់ក្តីរហូតដល់ឈានដល់ការប្រើប្រាស់តាមរយៈអនឡាញទៅទៀតអញ្ចឹងគឺតលាយណាប៉ុន្តែតលាយនេះសុខបញ្ជាក់ណាពិសេសតែសម្រាប់ធុរកិច្ចជនទេមិនមែនគ្រប់វិវាទទាំងអស់សិតតែអាចបណ្ដោះស្រាយតាមរយៈមជ្ឈត្តការពាណិជ្ជកម្មទេមួយផ្នែកគឺយើងគោលដៅសំខាន់បំផុតគឺការជួយគ្រប់គ្រងនៅទំនុកចិត្តនៅការលើកទឹកចិត្តទៅដល់វិនិយោគិនទាំងក្នុងក្រៅប្រទេសអាចបណ្ដាក់ទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយមានភាពជឿជាក់ស្របពេលដែលរដ្ឋាភិបាលគឺប្រឹងប្រែងនៅក្នុងការរក្សាបាននូវស្ថិរភាពសង្គមកត្តាសន្តិភាពនិងគោលនយោបាយជាច្រើនដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធអញ្ចឹងប្រព័ន្ធច្បាប់គឺជាការដាក់បញ្ចូលបន្ថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តពីព្រោះថាគេចាយលុយរាប់ពាន់រាប់លានដុល្លារនៅក្នុងប្រទេសអញ្ចឹងបើវិវាទកើតឡើងហើយជ្រក់ទៅតែខាងតុលាការស៊ីវិលធម្មតាពេលខ្លះសន្ទុំរឿងវាច្រើនវាអាចកកស្ទះវាអាចនឹងសាំញ៉ាំវាអាចអត់មាន privacy វាអត់មានឯកជនភាពអីជាដើមអញ្ចឹងនេះគឺជាយន្តការដ៏សំខាន់មួយត្បិតតែ20ឆ្នាំនៃសារៈបាននៃការបង្កើតក៏ពិតមែនក៏ប៉ុន្តែយើងមើលឃើញថាហាក់បីដូចជាមិនទាន់មានការប្រើប្រាស់យន្តការមួយនេះឲ្យបានទូលំទូលាយទេនេះជាមូលហេតុដែលកម្មវិធីជជែកពីច្បាប់របស់ PTV បានលើកឡើងនៅប្រធានបទនេះមកចែករំលែកជូនដល់អស់លោកអ្នកយ៉ាងណាក៏ដោយបើសិនជាមានការខុសទោះត្រង់ប្រការណាមួយដែលអាចណាសូមមានតាខន្តីអភ័យទោសចំពោះការជជែកនៅក្នុងកម្មវិធីនៅសប្តាហ៍នេះនាងខ្ញុំសូដាវ៉ាន់រួមជាមួយនឹងលោកមេធាវីស៊ុយសៀងហៃសូមអរគុណនិងសូមគោរពលា